ជំរាបសួរបងប្អូនទាំងអស់គ្នាលោកគ្រូជឿនមើលរាល់ថ្ងៃអញ្ចឹងគាត់មើលទៅដូចជាហត់តែអញ្ចឹងបងប្អូនតាមដានវីដេអូនេះរហូតដល់ចប់មិនដឹងថាផ្លូវទៅតាមណានេះជាផ្លូវជាតិលេខ6បើបងប្អូននៅពីខាងភ្នំពេញបងប្អូនមកតាមផ្លូវជាតិលេខ6រហូតហ្នឹងហើយបងប្អូនឃើញផ្លាកឥណ្ឌូនេស៊ីមួយហ្នឹងបងប្អូនកាត់តាមខាងស្ដាំដៃហើយអញ្ចឹងបងប្អូនធ្វើដំណើរទៅរហូតទៅធ្វើដំណើរជាបន្តទៅបងប្អូននឹងឃើញផ្សារកំពង់ថ្មបងប្អូនផ្សារកំពង់ថ្មហើយបងប្អូនបត់ស្ដាំលើស្ពានកំពង់ថ្មបងប្អូននេះជាស្ពានកំពង់ថ្មអញ្ចឹងបងប្អូនធ្វើដំណើរទៅកាត់តាមស្ពានកំពង់ថ្មទៅបងប្អូនទៅមុខទៀតជិតដល់ខ្លោងទ្វារវត្តអញ្ចឹងបងប្អូនធ្វើដំណើរទៀតទៅនឹងឃើញផ្លូវបត់ចូលផ្លូវវត្តកំពង់ថ្មហើយចាំបងប្អូនដល់ផ្លូវកំពង់ថ្មនេះហើយអ្នកប្រាក់កាយបងប្អូនវត្តថ្មបងប្អូនចឹងច្រកចូលតាមទៅផ្លូវរៀងហុយទៅបន្តិចទេបងប្អូនផ្លូវនេះវារៀងហុយបន្តិចចឹងបងប្អូនទៅមុខទៀតឃើញសាលារយ៉ាល់នៅខាងស្ដាំដៃសាលារយ៉ាល់ហ្នឹងទៅបងប្អូនទៅមុខទៀតហ្នឹងនឹងឃើញផ្លូវប៊ីតុងមួយនេះគាត់ខាងស្ដាំដៃចឹងបងប្អូនធ្វើដំណើរទៅស្ដាប់ដៃទៅឃើញផ្លូវបេតុងមួយបងប្អូនធ្វើដំណើរទៅត្រង់រហូតដល់ចាំបងប្អូនធ្វើដំណើរបដាមើលទេសភាពបដាចឹងទៅហើយទៅដល់ត្រង់ផ្លូវបេតុងហ្នឹងមានគេហៅកន្លែងហ្នឹងគេហៅទឹកស្អាតរមណីយដ្ឋានទឹកស្អាតចឹងហើយបងប្អូនកាច់មកខាងឆ្វេងវិញកាច់ឆ្វេងអាហ្នឹងគេហៅថាទឹកស្អាតចឹងបងប្អូនស្អាតចង់បងប្អូនកាច់មកខាងឆ្វេងទៅផ្លូវត្រង់ទៅត្រង់ផ្លូវកាត់ឃើញគុនស្ពានទូចមួយចឹងទៅហើយបងប្អូនមើលទេសភាពមានខាងនេះមានទឹកខាងនោះមានសួនច្បារអីចឹងទៅមើលទេសភាពវាស្រែអីទៅលើហើយទៅដល់បងប្អូនធ្វើទៀតមានទេសភាពស្រស់ស្អាតបងប្អូនធ្វើដំណើរតាមផ្លូវត្រង់ទៅដល់ឃើញចិត្តវត្តហើយបងប្អូននោះចិត្តដល់វត្តគេហៅថាវត្តស្នោបងប្អូននិងវត្តស្នោហើយបងប្អូនទៅដល់វត្តស្នោនោះហើយបងប្អូននេះវត្តស្នោនេះបងប្អូននេះវត្តស្នោចាំបងប្អូនឃើញផ្លាកវត្តស្នោបងប្អូនទៅមុខទៀតនឹងឃើញកន្លែងនឹងទេសភាពស្អាតបងប្អូននេះអានេះគេហៅថាវត្តស្នោចាំបងប្អូនមើលផ្លាកវត្តស្នោទៅបងប្អូនទៅមុខទៀតឃើញអ្នកឃើញជាបដាហើយបងប្អូនជិតដល់ហើយនេះជិតដល់ហើយឃើញបងប្អូនមកឆ្ងាយទៅឃើញឡានទៅរៀបច្រើនខ្ញុំថាបងប្អូនមកសម្រុកមកច្រើនរាល់ថ្ងៃចឹងដែលគាត់ថាផ្អាកពីមុនហ្នឹងដោយសារមនុស្សមកច្រើនគាត់មើលអត់ទាន់ចឹងគាត់សម្រាប់យ៉ាងនៅឆ្ងាយកុំឲ្យរងចាំយូរចឹងតាមគាត់នៅមើលរាល់ថ្ងៃជាបន្តសម្រាប់អ្នកនៅចិត្តអ្នកដែលជំនឿគាត់ស្នាក់នៅនឹងស្រាប់ទេអញ្ចឹងឃើញថានៅខាងក្នុងចូលទៅក្នុងទៅឃើញថាមនុស្សនៅរោគាត់ច្រើនចិត្តជុំចឹងនេះមនុស្សច្រើនរាល់ថ្ងៃបងប្អូនអ្នកគាត់ទិញឆ្នាំទិញអីបានចឹងទៅថ្ងៃហ្នឹងមនុស្សឈរចាំជុំវិញគាត់ហើយគាត់មើលទៅគាត់ហត់ទៅបងប្អូនលោកគ្រូជឿនគាត់មើលរាល់ថ្ងៃគាត់ផ្ដំរាល់ថ្ងៃមើលមកគាត់ស្លេកស្រក់គាត់មើលរាល់ថ្ងៃចឹងទៅហើយមនុស្សកាន់ទៅមកច្រើនទៅចំណេញទៅហើយចិត្តដល់ថ្ងៃទៅកំណត់ថាថ្ងៃ27ហ្នឹងគាត់ត្រូវបាក់ឲ្យមើលមកតាមខេត្តច្រើននេះទៅគាត់ហត់ខ្លាំងបងប្អូនអើយនេះចឹងពីខ្ញុំបានចូលទៅខាងក្នុងផ្ទះគាត់ចឹងទៅខ្ញុំឃើញអ្នកអង្គុយរងចាំដូចជាលក់ពេញដុល្លារលក់អីចឹងទៅបងប្អូនគាត់ចឹងនេះអ្នកខ្ចប់ថ្នាំអ្នកវិចថ្នាំចឹងណាអញ្ចឹងបងប្អូនចង់ទិញថ្នាំគាត់ចាំងថ្នាំគាត់លក់មួយកញ្ចប់តែ 5,000 រៀលទេពីរកញ្ចប់ 10,000 ចឹងក៏បងប្អូនកុំច្រឡំថាថ្នាំរបស់គាត់លក់ថ្លៃអីចឹងគាត់លក់តែមួយកញ្ចប់ 5,000 រៀលទេមួយកញ្ចប់ 5,000 បងប្អូនចឹងនេះជាប្រពន្ធរបស់គាត់អាវក្រហមហ្នឹងនឹងជាបងថ្លៃបងអីគាត់ចឹងជាប្រពន្ធគាត់
គាត់អ្នកខ្ចប់ឆ្នាំព្យួរអញ្ចឹងគាត់កុំចាញ់បោកគេថាមកខ្ចប់ប្រហែល 20000 ឬ 10000 អីអញ្ចឹងគាត់អត់មានពេលទំនេរនឹងផ្ញើតាមខេត្តតាមអីទេអញ្ចឹងគាត់ខ្ចប់នៅផ្ទះដោយមកខ្ចប់5000នេះកូនគាត់នេះកូនគាត់កូនប្រសាគាត់លក់ខ្ចប់មកខ្ចប់1000ខ្ចប់1000អញ្ចឹងទៅលក់ផ្ទាល់អត់បានគាត់ថាអត់មានពេលទំនេរនឹងផ្ញើអីវ៉ាន់ណាត្រូវទៅតាមខេត្តតាមអីទេអញ្ចឹងបងប្អូនកុំចាញ់បោកគេអីអញ្ចឹងនេះប្រពន្ធគាត់អង្គុយលក់នេះមកខ្ចប់តែ5000រៀលឯងបងប្អូនអញ្ចឹងបងប្អូនកុំចាញ់បោកគេគាត់គ្មានពេលទំនេរណាទៅផ្ញើតាមនេះអីទេប្រពន្ធគាត់នេះអញ្ចឹងគាត់លក់តាមកញ្ចប់5000រៀលទេណាបងប្អូនអរគុណច្រើនបងប្អូនដែលបានចូលមើលវីដេអូចឹងបងប្អូនដឹងណាពីផ្លូវពីទូតាំងអ្នកលក់ផ្ទាល់នេះគាត់លក់ផ្ទាល់ប្រពន្ធគាត់